បាទជំរាបសួរបងប្អូនប្រិយមិត្តដែលរៀនភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះយើងសូមបន្តមេរៀនយើងតាក់ទងនឹង phonics បាទតាក់ទងនឹងមេរៀនការអានក្នុងនោះគឺខ្ញុំលើកយកមេរៀនដដែលតាក់ទងនឹងអក្សរដែលចាប់ផ្ដើមដំបូងនៃពាក្យបាទ initial beginning letters for consonant ក្នុងនោះគឺខ្ញុំសូមលើកយកអក្សរដំបូងគេគឺអក្សរ K ដែលមានសំឡេង k ដែលស្មើនឹងអក្សរខ្មែរយើងគឺអក្សរកអក្សរខអក្សរកឬក៏អក្សរខដែលថាសំឡេងពីរនេះគឺប្រហាក់ប្រហែលគ្នាហើយសំឡេងនោះគឺមានខ្យល់អហើយនិងខ្យល់អបាទដូចគ្នាបាទដូចជាពាក្យដំបូងគេនេះគឺពាក្យ kid kitty kitty kite kite key key king king kiss kiss kiwi kiwi បាទភាសាពាក្យអក្សរ K នេះគឺសំឡេងអក្សរ K មួយគឺអាចសំឡេងអានកផងឬក៏កផងដូច្នេះយើងអានពាក្យនេះយើងអានថាពាក្យ kiwi ក៏បានឬក៏ kiwi ក៏បានបាទជាបន្តនោះគឺតាក់ទងនឹងអក្សរ L ដែលស្មើនឹងអក្សរខ្មែរយើងគឺអក្សរឡឬក៏អក្សរឡបាទខ្យល់អឬក៏ខ្យល់អូដូចគ្នាបាទហើយក្នុងនោះគឺខ្ញុំបាន highlight អក្សរដំបូងគឺពណ៌លឿងដែលមានសំឡេងអក្សរឡនិងក៏អក្សរឡនឹងឯងដូចជាពាក្យ like love look lie lion និងពាក្យចុងក្រោយគឺពាក្យ lake បាទអញ្ចឹងមានថាឲ្យតែពាក្យផ្ដើមដោយអក្សរ L គឺមានសំឡេងអក្សរលបាទឬក៏អក្សរឡឬក៏អក្សរឡបាទជាបន្តគឺអក្សរ M ដែលយើងបញ្ចេញសំឡេងថាឬក៏សំឡេងម៉បាទគឺអក្សរខ្មែរយើងគឺស្មើនឹងអក្សរម៉ូបាទដូចជាពាក្យ mama mom Monday moon map money monkey បាទទីបន្តគឺអក្សរ N ដែលយើងហៅថាអក្សរ N ដែលសំឡេងគឺស្មើនឹងអក្សរ no ឬក៏អក្សរ no មានដូចពាក្យជាពាក្យ no nose noon night nice new និងពាក្យចុងក្រោយគឺពាក្យ neck បាទជាបន្តបើសម្រាប់អក្សរ O គឺមានសំឡេង2បាទដែលសំឡេងទី1ហ្នឹងគេហៅថាសំឡេង អ ឬគេហៅថាសំឡេង short O ឬក៏សំឡេង O ខ្លីបាទបើសិនជាសំឡេង O ខ្លីគឺវាមានសំឡេង អឧទាហរណ៍ដូចជាពាក្យរបស់យើងដូចជាពាក្យ dog hot box octopus បាទនេះគឺសំឡេង O ខ្លីដែលមានសំឡេងថា short O សំឡេងខ្លីឬក៏អបាទទន្ទឹមនឹងហ្នឹងគឺអក្សរ O គឺសំឡេងទី2របស់ O គឺគេហៅថាសំឡេង O វែងគឺសំឡេង O long O គឺមានសំឡេងទៅជាគេសំឡេង O ឬក៏សំឡេង O វែងបាទឧទាហរណ៍ដូចជាពាក្យ open ocean toe
blow blow បាទអញ្ចឹង phonics ពីអក្សរ K មក O គឺសូមបញ្ចប់ប៉ុណ្ណេះហើយបើសិនជាមានកំហុសខុសឆ្គងឯងសូមអធិស្ឋានហើយនឹងសូមជួយ subscribe like comment share បាទហើយបើសិនជាមានកំហុសខុសឆ្គងអីសូមកែលម្អទាំងអស់គ្នាបាទសូមអរគុណ